កម្មវិធីនៅថ្ងៃនេះយើងមានវាគ្មិននៅក្នុងវិស័យជំនាញរបស់យើងនឹងចូលរួមចែករំលែកហើយនឹងអាចឆ្លើយឆ្លងគ្នាបន្ទាប់ពីបទបង្ហាញរបស់គាត់មួយចំពោះខ្ញុំសម្រាប់យុទ្ធសាស្ត្រនៅក្នុងបរិបទដែលកំពុងតែប្រឈមនេះខ្ញុំមាន3សំខាន់ទី1គឺការលើកកម្ពស់វិជ្ជាជីវៈរបស់យើងចំណែកឯទី2បច្ចេកវិទ្យា AI ទី3ពង្រឹងកិច្ចសហប្រតិបត្តិការ